សង្ខេបឡើងវិញពីក្នុងsession ដែលមាននៅក្នុងទៅ5វីដេអូហ្នឹងណាអូខេ E minor យើងមាន E G B ហើយ chord A minor នៅក្នុងទម្រង់មេរៀនគឺមាន A C E ប៉ុន្តែដើម្បីឲ្យងាយស្រួលគៀកដៃយើងលើកពី high E ចុះមក low E វិញមិនបានហៅថា high E ពីព្រោះយើងចាប់សំឡេងមកពី A មកដល់ E គឺសំឡេងវាគឺពីទាបទៅខ្ពស់តានេះ high E តាអូខេនេះសំឡេងវាទាបជាងនេះវាខ្ពស់ជាងអញ្ចឹងបានយើងហៅថា high E ណា so A C E អញ្ចឹងយើងលើកពី high E មក low E វិញអញ្ចឹង A ហើយនឹង C គឺយើងប្រើវាដដែល1 2 4ណាម្រាមណា A minor ដល់ពេល E minor យើងលើកម្រាមទី2ទី4ហ្នឹងថយមក note G ហើយនិង note B វិញ E minor អូខេហើយចំពោះ chord B minor ដៃនាងយើងម្រាមទី4នៅ note B ស្រាប់ម្រាមទី2គឺគៀក F sharp អញ្ចឹងយើង turn back មក F sharp មកហើយដៃទី1ដែលមេយើង turn back មក note D យើងបាន B minor អូខេ yes អញ្ចឹងមកលេងមើលចឹងបញ្ជាក់ឡើងវិញ E G B E minor E A C A minor យើងបាន B minor D F sharp B ក្នុងវគ្គបន្តនៃបទចម្រៀងយើងមាន chord E major E major យើងគ្រាន់តែមួលពី key G ឡើងមក key F sharp no G sharp យើងបាន key E major ហើយយើងធ្លាក់ទៅ chord A minor គឺយើងមូលទៅដូចដែលយើងលេងពីដំបូងមកដែរ A C E ហើយយើង turn back មក E minor ហើយយើង turn back ពីម្រាមនេះមក key F sharp ហើយ E មក D B minor ហើយយើងមូលទៅមុខវិញពីម្រាមហ្នឹងយើងបាន E minor វិញ A minor A minor មូលពីម្រាមពី4ហ្នឹងឡើងមក key បន្ទាប់ក៏បានដៃកណ្ដាលមក key A ដៃកូនមក key C ក៏បានហើយមក E minor វិញហើយមក B minor អូខេអញ្ចឹងបងលេងមើលឲ្យគ្រប់4 bit ណាមាន chord D អូខេ chord D គឺរៀងដោយ chord E major ដែរយើងគ្រាន់តែ move នៃចំហដែលយើងចាប់ chord E ហ្នឹងមកមួយចំហអូខេតួខ្មៅថយមកតួខ្មៅតួសថយមកតួសតួសថយមកតួសចឹងណា G sharp ថយមក F sharp key B ថយមក A key E ថយមក D so នៅពេលយើងថយមកយើងមិនបដូរទម្រង់ម្រាមទេគឺយើងរក្សាចំហនឹងដដែលហើយយើងគ្រាន់តែចុចធ្វើម៉េចដៃមេឲ្យចំទៅលើ D ដៃនាងឲ្យចំទៅលើ key A ចឹងមួយនេះគឺវាអត់អាចខុសទៅណាទៀតទេហ្នឹងណាអូខេសាថ្មី E major A minor D chord G major អូខេ G major រៀងដូច A minor ដែរគ្រាន់តែ
G major ផ្ដើមពី note D បញ្ចប់ដោយ note B D ហើយនិង B ណាដល់ពេល A minor ផ្ដើមដោយ E ហើយនិង C នេះរៀងតែមួយឯង so នេះគាត់ G បន្ត E minor A minor ដដែល E minor វិញ B minor អូខេនេះគឺជាសម្រាប់បទចម្រៀងមួយដែលយើងបាននឹងកំពុងរៀន